ម៉ោងមួយកន្លះយប់ផ្ទៃមេឃងងឹតស្លុបគ្មានសូម្បីតែពន្លឺផ្កាយវិបុលនិងសុផតកំពុងជិះម៉ូតូឌុបគ្នាត្រឡប់មកពីធ្វើការនៅសន្តាគារមួយក្នុងក្រុងសៀមរាបឆ្ពោះទៅផ្ទះរបស់ពួកគេនៅស្រុកបន្ទាយស្រីនៅពេលជិះមកដល់ម្ដុំភូមិព្រះដាក់ដែលជាភូមិល្បីខាងលក់នំបញ្ចុកផ្លូវចាប់ផ្ដើមស្ងាត់ជ្រងំគ្មានឡានម៉ូតូឆ្លងកាត់សូម្បីតែមួយគ្រឿងនៅពេលជិះហួសខ្លងទ្វារភូមិបន្តិចស្រាប់តែមានខ្យងត្រជាក់ស្រឹបមួយបក់មកប៉ះកញ្ចឹងកអ្នកទាំងពីរជាមួយគ្នានោះក្លិនម្យ៉ាងក៏ភីមកតាមខ្យល់វាមិនមែនជាក្លិនផ្កាទេប៉ុន្តែវាជាក្លិនផ្កាម្លិះក្រៀមលេឡំនឹងក្លិនសាកសពស្អុយរលួយសុផតឯងមានជុំក្លិនអីអត់វិបុលសួរទាំងសំឡេងញ័រសុផតមិនឆ្លើយទេគេគ្រាន់តែខតុបច្រមុះរួយខ្សឹបថាកុំសួរអីប្រឹងបើកឲ្យលឿនទៅពន្លឺចង្គៀងម៉ូតូពណ៌លឿងទុំចេះទៅលើភ្លើកៅស៊ូដ៏វែងអន្លាយរំពេចនោះពួកគេបានឃើញស្រមោលមនុស្សស្រីម្នាក់ស្លៀកពាក់ឈុតអាវប៉ាក់សនិងសម្ពុតចងក្បិនពណ៌ខ្មៅឈរបែរខ្នងនៅក្រោមដើមអំពិលធំមួយក្បែរផ្លូវបំបែកវិពុលគិតថាប្រហែលជាអ្នកភូមិមៀងធរ៉ាទើបគេបន្ថយល្បឿនបំរុងនឹងសួរប៉ុន្តែនៅពេលម៉ូតូជិះទៅជិតដល់ស្រីនោះចាប់ដើមងាកមកយឺតងាកមកទាំងក្បាលខណៈដងខ្លួននៅឈរធ្មឹងដដែលផ្ទៃមុខរបស់នាងស្លេកស្លាំងដោយក្រដាសគ្មានភ្នែកគ្មានច្រមុះមានតែមាត់ដ៏ធំដែលកំពុងញញឹមសន្ធាយដ៏ត្រជាក់ខ្មោចវិបុលស្រែកអស់ទំហឹងរួចមូលការម៉ូតូយ៉ាងលឿនស្លេកស្លាំងប៉ុន្តែទោះជាគេប្រឹងបើកយ៉ាងណាក៏ដោយក៏អារម្មណ៍ហាក់ដូចជានៅតែជាវិលជុំនៅកន្លែងដបាលគេក្រឡេកមើលទៅកញ្ចក់មើលក្រោយស្រាប់តែឃើញស្ត្រីនោះកំពុងហោះតាមពីក្រោយក្នុងចម្ងាយត្រឹមតែ1ម៉ែត្រប៉ុណ្ណោះសក់វែងអន្លាយរបស់នាងបក់ប៉ាស្មើរបស់សុភ័ក្រដែលកំពុងអង្គុយគួយក្រោយសុភ័ក្រភ័យខ្លាំងពេករហូតដល់សន្លប់ឈរបេះដូងស្ទើរតែលោតចេញមកក្រៅនឹងគ្រាដ៏អាសន្ននោះវិបុលបាននឹកឃើញដល់អាវយន្តដែលលោកតាគេឲ្យមកគេចាប់ដោនសូត្រធអ៊ីតិពិសូយ៉ាងខ្លាំងរំពេចនោះចង្គៀងម៉ូតូដែលបំរុងនឹងរលត់ក៏ភ្លឺចែងចាំងឡើងវិញរួមជាមួយសំឡេងឆ្កែព្រោះលូយ៉ាងវែងអន្លាយពេញព្រៃស្រមោលសាក់ក្បោះនោះក៏រលីបាត់ទៅក្នុងផ្សែងអបភ្លាមលុះព្រឹកឡើងអ្នកទាំងទីបានទៅរកលោកគ្រូចៅអធិការវត្តនៅក្បែរនោះលោកគ្រូមានសង្ឃដីកាថាទីនោះកាលពីសម័យសង្គ្រាមមាននារីម្នាក់ត្រូវបានគេសម្លាប់បោះចោលក្នុងអណ្ដូងក្បែរដើមអំពិលនាងតែងតែចេញមកលងបន្លាចអ្នកដំណើរណាដែលជិះកាត់តែឯងយប់អាធ្រាត្របែបនេះឯងចាប់តាំងពីថ្ងៃនោះមកវិពុលនិងសុផតមិនដែលហ៊ានធ្វើដំណើរតាមផ្លូវនោះក្រោយម៉ោង10យប់ទៀតឡើយ